ได้นำពេលនេះជាពេលដែលយើងត្រូវបែកគ្នាក្រុមពេលវេលាលែងបានជួបមុខទួងបីយ៉ាងណាក៏ពួកយើងមិនភ្លេចមុងពេលណាអុកសុខខលាន់ជួមគ្នាទោះមានឧបសគ្គយ៉ាងណាក៏ដោយមិនតែងជួយគ្នាដោយចិនស្មោយើងគឺជាមិត្តដ៏ល្អជាមិត្តមួយដែលកំរនឹងរនៅក្នុងលោកីនេះទោះមានឧបសគ្គយ៉ាងណាយើងតែងតែមានមនសិការថ្លៃថ្លាគឺមិត្តនៅតែចងចាំជានិច្ចយ៉ាងណាក៏យើងមិនភ្លេចវេលាយើងរៀនជាមួយគ្នាពួកយើងទាំងគ្រប់អាត្មានៅតែមានមនសិការថ្លៃថ្លាគឺមិត្តដ៏ល្អមិត្តដ៏ល្អអូមិត្តភាពមិនសាមសូន្យ